ខែពាក់កណ្ដាលខែ9 2025មកលើកនេះរៀបចំប្រព័ន្ធទឹកដាក់ម៉ូទ័រក្នុងដូងហើយម៉ូទ័រមួយទៀតក្នុងស្រះតទៅយោដើម្បីទុកស្រោចស្រពដំណាំត្រូវដាំដំណាំហូបផ្លែគ្រប់មុខនេះទិដ្ឋភាពទេសភាពជើងភ្នំគូលែនស្រុកបន្ទាយស្រីខេត្តសៀមរាបដីនេះមិនធំទេទំហំ30 x 100ហ្នឹង 3000 ម៉ែត្រការ៉េដីវាជំនាលចឹងទឹកវាហូរពីលើមកណាចូលស្រះនេះជីកឆ្នាំមុនតែជីកអត់ទាន់បានស្អាតទេអត់ចេញជ្រុងល្អហើយដាំឈូកដាំអីក៏មិនទាន់ដោះប្រហែលជាខែក្តៅកាយថែមថយតិចទៀតដើម្បីយកមកបំពេញធានាវាដូចក្លុកលៀងមកចម្រៀលទឹកចម្រៀលដីទៅក្រោមដីវាអត់ស្មើនេះភ្នំគូលែន